Hello សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់ចែករំលែកពីបទពិសោធន៍របស់ខ្ញុំរបៀបមើលទីតាំងឬបឡង់ដែលមានត្រីខ្មាន់អញ្ចឹងបងប្អូនដូចខ្ញុំច្អល់អញ្ចឹងកន្លែងហ្នឹងគឺអាចមានត្រីខ្មាន់ទឹកហូរមកឡៃធ្លាក់អញ្ចឹងឡៃចម្រាក់ធ្លាក់អញ្ចឹងភាគច្រើនត្រីខ្មាំងវាមកដេញចាប់កូនត្រីនៅតំបន់ហ្នឹងអញ្ចឹងណាបងប្អូនតែប្រភេទត្រីខ្មាំងហ្នឹងគឺវាឡើងមកទឹករៀងរាក់រាក់ទេបងប្អូនទឹកនេះរៀងរាក់រាក់ប្រហែលត្រឹមចកេះកន្លែងខ្លះត្រឹមខ្មងជើងណាបងប្អូនចាំខ្ញុំយកឲ្យមើលមកបឡង់ទៀតមើលបឡង់ឲ្យពេញបងប្អូននេះបឡង់អញ្ចឹងមានឡៃរាក់មានជ្រៅបើសិនជាអត់មានអ្នកមកបងសណាញ់ឬក៏មកលេងទឹកឬក៏ឆក់អីទេត្រីខ្មាន់គឺឡើងមកដល់កន្លែងហ្នឹងតែម្ដងបងប្អូនព្រោះខ្ញុំអាសាបានណាដោយសារខ្ញុំលេងបានតែទឹករាក់អញ្ចឹងឯងបងប្អូនហើយដូចកន្លែងនេះអញ្ចឹងទឹករៀងឆេចឆេចហ្នឹងត្រីខ្មាន់វានៅពួនក្នុងថ្មបងប្អូនវាពួននៅកលៀតថ្មចាំចាប់កូនត្រីហ្នឹងហើយបងប្អូនវាចាំចាប់កូនត្រីតាមទឹកហូរនៅគៀនថ្មហ្នឹងអញ្ចឹងបើយើងលេងប្រភេទកាឌីគឺសង្ឃឹមច្រើនបងប្អូនយើងលេងអាចត្រឹម10ខ្សែបងប្អូនបើមានពេលហ្នឹងហើយបើវាមានតែ3ខ្សែគឺខាំបត់ពិសោធន៍ខ្ញុំលេងបងប្អូនទឹកហូរបែបហ្នឹងបងប្អូនអត់ចាំបាច់ដល់ទឹកជ្រៅទេបងប្អូនទឹករ៉ែអញ្ចឹងប្រភេទត្រីវាប្រមាញ់កូនត្រីគឺវាមកទឹករ៉ែអញ្ចឹងហើយបងប្អូននេះបងប្អូននេះមើលទីតាំងកន្លែងហ្នឹងវាហូររដងខ្ញុំយកបានច្រើនណាកន្លែងតាមអញ្ចឹងបងប្អូនមួយរយៈនេះទឹកវារៀងស្រកខ្លាំងមានគេមកលេងទឹកឬក៏គេឆក់គេដាក់មងអីចឹងបងប្អូនឥឡូវខ្ញុំសាកធ្វើតេស្តឲ្យបងប្អូនមើល4-10ខ្សែចង់ដឹងកន្លែងហ្នឹងមានត្រីឡើងមកលេងអត់បងប្អូនចាំមើលសាកគប់ឲ្យបងប្អូនលេងកំសាន្តតាមបទពិសោធន៍របស់ខ្ញុំបងប្អូនការលេងត្រីខ្មាន់គឺសុបាយខ្ញុំចូលចិត្តលេងត្រីខ្មាន់ប៉ុន្តែដោយសារតែខ្ញុំអត់មានពេលទេបងប្អូនខ្ញុំរវល់ពេកហើយយូរបានមកលេងម្ដងប៉ុន្តែឲ្យមកលេងបានណា1 2អីលេង1ម៉ោងអីបាន1ចូលការអាន2អញ្ចឹងទៅតាមបទពិសោធន៍វាយើងអត់មានពេលទៅលេងត្រីដូចគេយូរយើងរវល់ការងារអញ្ចឹងណាបងការងាររកស៊ីនៅចាំកន្លែងចាំអីអញ្ចឹងទៅអត់មានពេលដើម្បីសបាយដូចគេទៅឆ្ដោទៅអីមានតែខ្មាន់ហ្នឹងកន្លែងទីតាំងហ្នឹងនៅម្ដុំក្រោយផ្ទះខ្ញុំបងប្អូនប្រហែលជាដី1គីឡូទេ1គីឡូទេមិញហ្នឹងដូចជាមានអីប៉ះថ្មប៉ុន្តែខ្ញុំភ្ញាក់ខ្ញុំស្មានថាមានត្រីខាំតែថ្មទេបងប្អូនហ្នឹងហើយកាលលេងត្រីខ្មាន់សប្បាយបងប្អូនជាមួយដងcasting ប្រភេទ casting ខ្ញុំលេងអត់សូវដូរដៃដូចគេបងប្អូនគេខ្ញុំលេងដូរដៃគេគប់ដៃស្ដាំគេល្បីដៃឆ្វេងខ្ញុំគប់ដៃស្ដាំល្បីដៃស្ដាំដូរដៃអញ្ចឹងខុសបច្ចេកទេសក្រោយតែយើងមានបទពិសោធន៍ការលេងត្រីខ្មាន់ហ្នឹងវាយូរឆ្នាំណាស់បងប្អូនតែលេងបាទចិត្តផ្ទះអញ្ចឹងទេអត់បានតែលេងឆ្ងាយគេទៅត្រឹមក្រោយផ្ទះអីចឹងមកលេងបានបងប្អូនបងប្អូនចង់លេងត្រីខ្មាន់ស្រួលបងប្អូនខ្លះអត់ដែលលេងសម្រាប់បងប្អូនអត់ដែលបបក់ត្រីខ្មាន់អីមើលវីដេអូនេះគ្រាន់តែយកជាបទពិសោធន៍អញ្ចឹងណាបងប្អូនមិនមែនទៅចេះអីខ្លាំងណាទេខាងបបក់ត្រីនេះបងប្អូនមកសបាយដូចគេដូចឯងហ្នឹងហើយបងប្អូនទីតាំងខ្ញុំធ្លាប់យកបានត្រីញឹកញាប់បងប្អូនហ្នឹងហើយបងប្អូនឥឡូវគឺសាយ10ខ្សែគឺអំបិលអត់មានទេបងប្អូនបាទខ្ញុំឃើញគេដាក់មងនៅពីមុខហ្នឹងអញ្ចឹងវាឡើងមកអត់កើតវាប៉ះសាច់មងវាអត់មកទេត្រីខ្មាន់នោះវាខ្លាចមងដែរហ្នឹងហើយវាមងវាខ្លាចហ្នឹងឯងត្រីខ្មាន់ហ្នឹងហើយបងប្អូនវីដេអូនេះមានតែប៉ុណ្្នឹងទេបងប្អូនអរគុណជម្រាបលាជួបគ្នាវីដេអូក្រោយកុំភ្លេច like និង subscribe វីដេអូនោះបងអរគុណជម្រាបលាបងប្អូន